ประมาณថ្ងៃមុនហ្នឹងក៏បានគូខ្នាតគូវាគូវាស់អីណានៃវែងឆ្ងាយមែនតែនតែទៅមួយនឹងកំសាន្តជលសាដោយស្នាយជាងរត់ផ្ទាល់ណាប៉ុន្តែឥឡូវនេះគឺថាហើយ100%តែម្ដងបងប្អូនអរគ្នាកំសាន្តជលសាដែលជាទូកស្លាប់មន់មួយគ្រឿងនេះគឺម្ចាស់ហ្នឹងគឺនៅខាងខេត្តព្រៃវែងណាបើតាមខ្ញុំមើលទៅលើគំនូនៃទូកហើយឈ្មោះនេះទូកនេះគឺដាក់ឈ្មោះថារងពីជ័យប្រហែលជាម្ចាស់នៃទូកនេះគឺឈ្មោះថាពីជ័យណាបងប្អូនអរគ្នាដោយតែខ្ញុំបានថានៅខេត្តព្រៃវែងនេះបងប្អូនមើលឃើញអត់នៅភូមិម៉ាទីស្រុកពីមរោខេត្តព្រៃវែងអញ្ចឹងមិនន័យថាម្ចាស់ទូកហ្នឹងគឺជានៅអ្នកដែលនៅខាងនោះហើយដោយសារតែគាត់បានដាក់ឈ្មោះភូមិឃុំគាត់ច្បាស់លាស់មែនតើហើយតកតងជាមួយនឹងឈ្មោះទូកទៀតគឺដាក់ឈ្មោះខ្លួនគាត់ទៀតផងហើយនេះគឺជា fan កំសាន្តជលសាពិតៗណាហើយបានឡើងគំនូគឺថាដូចបែបបិទតែម្ដងហើយតកតងជាមួយនឹងរូបរាងនៃទូកនេះគឺរត់តែដូចទៀតផងបងប្អូនអញ្ចឹងវីដេអូនេះគឺអត់មានអ្វីច្រើនទេដោយសារតែខ្ញុំបានថតពេលដែលជាងគាត់កំពុងតែគូបើហើយនេះគឺជាសមិទ្ធផលដែលហើយ100%តែម្ដងខ្ញុំបានលាយឡំជាមួយនឹងវីដេអូដែលមិនទាន់ហើយនិងវីដេអូដែលហើយណានៅក្នុងហ្នឹងអញ្ចឹងវីដេអូដែលហើយហ្នឹងគឺមានឈ្មោះមានអីត្រឹមត្រូវអញ្ចឹងវីដេអូដែលមិនទាន់ហើយគឺមិនទាន់មានឈ្មោះមិនទាន់មានអីអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងក៏អធិស្ឋានផងសម្រាប់វីដេអូនេះដែរក៏សូមអរគុណបងប្អូនមែនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe ណាមួយផងហើយ Like Comment នៅខាងក្រោមផងថាតើគំនូនៃទូកកំសាន្តជលសាមួយគ្រឿងនេះតើបើតាមពុកម៉ែបងប្អូនគ្នាមើលនឹងទស្សនានៅក្នុងវីដេអូរបស់ខ្ញុំតហ្នឹងតើគំនូវាដូចប្រមាណ%ដែរហើយទឹកដៃជាងគាត់ថាឲ្យប្រមាណដែររ៉េតឲ្យប្រមាណដែរហើយខ្ញុំទៅសើមែនតើតទៅជាមួយនឹងម្ចាស់នៃទូកណាខ្ញុំអត់ច្បាស់ថាគាត់ជាអ្នកធ្វើឬអត់ទេប៉ុន្តែតកតងមួយទូកនេះគឺសឹងតែថាដូចទៅនឹងកំសាន្តជលសាតែម្ដងគឺរំពេគឺថាដូចទៅនឹងគ្នាណាគឺស្រួយដូចគ្នាទៀតហើយគំនូគឺវាស្តៀងទៀតទៅក៏មើលទៅវាសោភ័ណភាពវាស្អាតខ្លាំងអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងអរគុណច្រើនចាំមើលជួបគ្នានៅវីដេអូក្រោយបើសិនជាមានទូកកូនទូកអីយកមកឲ្យជាក្រិតគូបន្ថែមទៀតចាំខ្ញុំថតជូនបងប្អូនតគ្នាតាមដានទស្សនាបន្តទៀតអញ្ចឹងណាអរគុណច្រើន